Ba nhạt của rụp chụp số tại căn bục mai bong bồn đỏ khné bà chú cho mình không bạn nói cho nó cho mình ca bị bị hàng trên miếtประจำ ថ្ងៃ បាទបងប្អូនចឹងដូចអ្វីដែលខ្ញុំបានព្យាករណ៍កាលពីម្សិលមិញដែរថាមាសអាចនឹងចុះមកតំបន់ទី1បាទនៅល្បាក់42.50ជាង42.30ជាងហើយមាសបានចុះមកដល់42.20 42.19ហ្នឹងបងប្អូនហើយតំបន់ហ្នឹងក៏ជាតំបន់ដែលខ្ញុំឲ្យត្រៀមទិញបាទតំបន់ទី1ណាហើយក៏សូមអបអរសាទរផងដែរសម្រាប់បងប្អូនដែលនៅក្នុង VIP group បាទដែលកាលពីម្សិលមិញយើងចំណេញ2 signal បងប្អូនបាទ signal ទី1របស់យើងហ្នឹងគឺ signal buy យើងចំណេញ TP 3បាទហើយ signal ទី2ក៏ជា signal sell កាលពីព្រឹកមិញបាទព្រឹកមិញយើងបានបោះឲ្យ sell ហ្នឹងយើងចំណេញបាន TP 3ដូចគ្នាអញ្ចឹងសរុបទៅយើងចំណេញច្រើនបាទហើយដូចអ្វីដែលខ្ញុំបានបញ្ជាក់អញ្ចឹងបាទកាលពីម្សិលមិញហ្នឹងខ្ញុំឲ្យត្រៀមទិញនៅក្នុងតំបន់ទី1យើងណាអញ្ចឹងវាបានចុះមកក្នុងតំបន់ទី1ឥឡូវយើងបានចំណេញបាទ2 3តង់បាទអញ្ចឹងចង់ដឹងថាតើនៅក្នុងថ្ងៃនេះបាទមាសអាចនឹងមានបំរែបំរួលបែបណាឬក៏យើងអាចនឹងស្វែងរកប្រាក់ចំណេញដោយការទិញឬក៏ការលក់នៅតំបន់មួយណាបងប្អូនអាចមកទស្សនាការវិភាគហាងឆេងមាសជាមួយនឹងខ្ញុំបាទនៅចំណុចឥឡូវនេះបាទបងប្អូនចឹងថ្ងៃនេះថ្ងៃប្រហោះបាទអញ្ចឹងបងប្អូនមើលបកគោប្រចាំថ្ងៃមុនគេបាទអញ្ចឹងសម្រាប់បកគោប្រចាំថ្ងៃបងប្អូនឃើញថាវាជ្រុំប្រហែលថ្ងៃអីបាទជាង5 6ថ្ងៃអីនៅក្នុងតំបន់កន្លែងខ្សែ331ហ្នឹងបងប្អូនអត់ទាន់ break ទេបងប្អូនឃើញទេគ្រាន់តែមកប៉ះត្រឹមតែប៉ុណ្្នឹងវាចុះទៅបិទនៅក្រោមនឹងវិញទាំងអស់បាទអញ្ចឹងទំនោរនេះខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាវាអាចបែកខ្សែ331ទេនោះទំនោរនៅតែអាចមកឆ្លងកាត់3តំបន់ហ្នឹងអញ្ចឹងបាទឥឡូវវាបានមកដល់តំបន់ទី1ហើយដែលខ្ញុំបញ្ជាក់ហ្នឹងហើយវាងើបទៅខ្លះអញ្ចឹងអ្នកដែលបានទិញនៅក្នុងតំបន់ទី1 38%ហ្នឹងកំពុងតែចំណេញបានខ្លះទៅលើហ្នឹងហើយនៅ neckline នេះក៏ខ្ញុំឲ្យ sell ដែរមិញហ្នឹងបាទខ្ញុំឲ្យ sell តំបន់ neckline នេះ sell ចុះមកបាទ signal យើងមិញហ្នឹងបានចំណេញទី2 3បាទហើយបច្ចុប្បន្នបងប្អូនឃើញថាកាលពីម្សិលមិញបាទកាលពីម្សិលមិញវាមានបកគោស្ទាក់ស្ទើរធំមួយបាទកាលពីថ្ងៃពុធហ្នឹងយប់ថ្ងៃពុធហ្នឹងបាទចឹងមិនទាន់មានសញ្ញានៃការងើបឡើងទៅខ្លាំងប្រហែលទេបងប្អូនឃើញបាទវាតំបែកកន្លែងជើងបកគោនេះជើងបកគោដែលមក break low ហ្នឹងណាវាតំបែកទៅមកបកគោទេបាទប៉ុន្តែបែកហ្នឹងវាមកស្ទាក់ស្ទើរនៅកន្លែង middle structure នៅទាំងអស់ middle structure neckline ឬ body នៅទាំងអស់បាទអញ្ចឹងក៏មិនទាន់ជាប្រកាស 100% ថាកម្លាំងនឹងបុកឡើងទៅវិញខ្លាំងដែរបងប្អូនបាទព្រោះមាសបើសិនជាស្ទាក់ស្ទើរនៅក្រោមហ្នឹងអញ្ចឹងវាអាចនឹងមកឆ្លងកាត់ប្រមាណតំបន់នេះដោយសារតែវាជា retracement ធំៗដែលខ្ញុំបញ្ជាក់បងប្អូនហ្នឹងណាបាទចុះឥឡូវវាបានមកដល់ neckline ធំរបស់វាហ្នឹងហើយបាទ neckline បកគោ break low ហ្នឹងបាទវាបានមកដល់បាទចឹងគោលដៅក៏នៅតែអាចចុះមកបន្តទៀតចឹងព្រោះវាអត់ទាន់ break high middle structure ហ្នឹងខ្ញុំបញ្ជាក់ច្រើនដងហ្នឹងចឹងទំនោរអាចនឹងមកឆ្លងកាត់បាទតំបន់ទី2ឬក៏តំបន់ទី3ហ្នឹងនៅក្រោមហ្នឹងណាតំបន់ទី2វាមានបាទ previous low បាទតំបន់ទី3វាជា neckline ធំសម្រាប់4ម៉ោង1ម៉ោងបងប្អូនហើយបើយើងមើលតាម Fibonacci ជើងទូចហ្នឹងក៏បាទវាជាកម្រិត retracement ដែរបាទតំបន់ទី2ហ្នឹង 61.8 golden ratio តំបន់ strong buy បាទនៅល្បាក់ដែលខ្ញុំបញ្ជាក់ហ្នឹង41.7ជាង41.6ជាងឬក៏អាចនឹងមកដល់កន្លែង 78% ក្រោមនេះបាទអញ្ចឹងទំនោរនៅតែអាចចុះចឹងបងប្អូនបាទនៅតែអាចចុះចឹងព្រោះវាអត់ទាន់បែកនេះបងប្អូនដែលខ្ញុំបញ្ជាក់ប្រហែលជាងមួយសប្តាហ៍ហើយបាទនៅលើហ្នឹងណាបាទតាំងពីសប្តាហ៍មុនខ្ញុំឲ្យមើលនៅក្នុងតំបន់ហ្នឹងចុះអត់ទាន់បែកទេបាទអញ្ចឹងទំនោរនេះក៏អាចនឹងមកឆ្លងកាត់ពីតំបន់នឹងបន្តទៀតបាទដែលនេះគឺជាតំបន់បន្ទាប់ទៀតហ្នឹងណានៅ41 10 41ខ្សែគុតកៅក្រាស់នឹងអាចនឹងមកដល់មួយសាទៀតបងប្អូនបាទ78%ដែរនៅហ្នឹងណាបាទចឹងបងប្អូនមើលទៅព្រោះវាមានបកគោស្ទាក់ស្ទើរធំមួយដែរបងប្អូនហើយធំហ្នឹងនៅក្រោមកន្លែងបាទ neckline middle structure ឬ body នឹងទៀតហើយប្រវេhigh ហ្នឹងណានៅក្រោមហ្នឹងបាទចឹងវាអត់ទាន់បែកទេវាជ្រុំប្រហែលថ្ងៃស្រាប់តែវាចុះមកបាទអញ្ចឹងទំនោរអាចនឹងបន្តចុះមកបន្តទៀតបាទប្រហែលនៅមានប្រហែលតំបន់ហ្នឹងទៀតបងប្អូនបាទបើចឹងយើងចូលទៅមើល4ម៉ោងវិញម្ដងបាទបើចឹងរូបរាងនៅក្នុងបកគោល4ម៉ោងបងប្អូនឃើញថាដំបូងគេនោះគឺវាបង្កើតជា inside bar pattern បាទបន្ទាប់ពីយប់មិញហ្នឹងបាទតម្លើងអត្រាការប្រាក់មានចុះមកខ្លាំងសុំទោសរក្សាអត្រាការប្រាក់បាទមានចុះមកខ្លាំងនៅ 3.75% ហ្នឹងវាខ្ពស់បាទអញ្ចឹងវាធ្វើឲ្យមានចុះមកខ្លាំងហើយបច្ចុប្បន្នវាបានប្រែប្រួលនៅក្នុងចន្លោះហ្នឹងឯងចន្លោះ high low នៃបកគោល Mada bar ហ្នឹង inside bar ហ្នឹងវាបង្កើតជាងចូល4បកគោលហើយបងប្អូនបាទ4បកគោលនៅក្នុង inside bar ហ្នឹងបាទចឹងបើសិនជាបកគោល4ម៉ោងបាទមាសអត់អាចឡើងទៅបិទនៅលើប្រវា high inside bar ទេវានៅតែ follow Mada bar បកក្រហមចឹងបាទចឹងបើសិនជាបាទ
បកគោល4ម៉ោងបងប្អូនវាមានបកគោលទៅបិទនៅលើ4382ទេទំនោរនៅតែអាចចុះបាទនៅតែអាចចុះមកទៀតបាទអាចនឹងមកដល់តំបន់ទាំងពីរដែលខ្ញុំបញ្ជាក់ជូនបងប្អូនហ្នឹងណាហើយបើសិនជាវាមក break low មុនអានឹងយើងនឹងច្បាស់ជាក់លាក់តែម្ដងបាទបើសិនជាមានបកគោលក្រហម4ម៉ោងបិទនៅក្រោម4219នោះទំនោរមាននឹងមកឆ្លងកាត់ដែរ42.7ឬក៏42.5ជាងបាទសំទោស41បាទ41.41.5ជាងណាឬក៏អាចនឹងមកដល់41.10ឬក៏40.9ក្រាស់បាទនៅក្នុងពីតំបន់នឹងទៀតបាទអញ្ចឹងបងប្អូនចាំមើលទៅបាទព្រោះ4ម៉ោងវាមាន inside បាទធំមួយបាទចាំមើលទៅបើសិនជាវាឡើងទៅបែកប្រវាសហើយអានឹងវាអាច pull back ឡើងទៅទៀតហើយខ្ញុំនឹងបោះ signal ជូនបងប្អូនបន្តទៀតបាទអ្នកក្នុង VIP ណាបាទតែម្នាក់ក្រៅ VIP អីបងប្អូនមើលទៅបើសិនជាករណីវាមានបកគោក៏ខៀវឡើងបុកឡើងកម្លាំងបុកឡើងទៅបិទនៅលើហ្នឹងប្រវាស high inside បាទហ្នឹងណា4382បងប្អូនអាចចាំទិញវិញនៅ neckline នេះបាទ neckline នេះវាមាន neckline ប្រវាស low បងប្អូនឃើញទេ neckline ប្រវាស low នេះ neckline ប្រវាស high អញ្ចឹងចាំទិញវិញនៅ4320ជាង4330ជាងហ្នឹងទិញទៅលើបើករណីវាបែក4382វាអាច pull back មកវិញនឹងឡើងទៅលើសម្រាប់បកគោ4ម៉ោងណាប៉ុន្តែបើសិនជាវានៅតែក្នុងចន្លោះបកគោនឹងទេវានឹង follow មកដបាបន្តទៀតមកក្រោមបាទពូមកដបាវាក្រហមចុះបងប្អូនបាទអញ្ចឹងនៅមានពីរតំបន់នឹងទៀតបាទនៅមានពីរតំបន់នឹងទៀតបាទបងនេះតំបន់ទី1នេះដែលខ្ញុំបញ្ជាក់ហ្នឹងណាវាបានមកដល់វាងើបឡើងទៅតិចតួចអ្នកដែលបានបាយក៏ចំណេញខ្លះដែរហើយមិញខ្ញុំបានបោះ sell បាទខ្ញុំបានបោះ sell ណាបាទ signal យើងហ្នឹងបាទជើង4ម៉ោងក៏បងប្អូនឃើញដែរវាតំបានជើងទី1ទេបាទនេះអាចថាវាកំពុងតែបង្កើតជើងទី2ដែលជើងទី2វាអាចនឹងមិនអស់តាមប៉ុណ្្នឹងទេព្រោះវាមានម៉ាដបាធំមួយបកក្រហមបាទបច្ចុប្បន្នវាមាន4បកគោលក្នុងចន្លោះអាម៉ាដបាហ្នឹងគឺនឹងខ្ញុំបញ្ជាក់ជើងគោលដៅបន្តទៀតអាចនៅកន្លែង structure ប្រវាស low នេះបាទនៅល្បាក់41.7ជាង41.5ជាងហ្នឹងបានវាអាចឡើងទៅឬក៏អាចនឹងកន្លែង neckline ធំនេះ neckline structure បាទ78%ទៀតបងប្អូនបាទ41.10ហ្នឹងបានវាអាចឡើងទៅនៅក្នុងពីតំបន់នោះទៀតបងប្អូនវានឹងមកឆ្លងកាត់បាទនៅក្នុងថ្ងៃនេះអញ្ចឹងបងប្អូនចាំមើលទៅព្រោះវាជា retracement ដែរខ្ញុំបញ្ជាក់ហ្នឹងណាបាទអញ្ចឹងវាអាចអានេះជើងទី1ណាបងប្អូនបាទអញ្ចឹងវាអាចនឹងយកជើងទី2ត្រឹមតែ 61.8 ហ្នឹងបាទកន្លែង golden ratio strong buy បងប្អូន 61.8 ហ្នឹងទៅវាអាចឡើងទៅបាទពីតំបន់ហ្នឹងតែខ្ញុំបញ្ជាក់ហ្នឹងកម្រិតខ្ពស់បន្តទៀតហ្នឹងបាទឬក៏បើសិនជាអត់ទាន់មានសញ្ញាឡើងទេនៅក្នុងតំបន់ 61.8 បាទវាអាចនឹងមកដល់ 78% ដោយសារតែតំបន់ហ្នឹងក៏វាមាន strong neckline structure មួយដែរបាទទៅវាអាចឡើងទៅចុងបងប្អូនចាំមើលទៅបាទ scenario ជាក់ស្ដែងហើយបងប្អូនបដោតលំអិតហ្នឹងគឺនៅកន្លែង inside បាទហ្នឹងបាទបើ break high ទៅលើបាទពីតំបន់ហ្នឹងប៉ុន្តែបើសិនជាវាមក break low មកក្រោមទៀតពីតំបន់ហ្នឹងទៀតបាទហើយភាគរយនេះអាចនៅចុះបងប្អូនព្រោះម៉ាដបាវាក្រហមចុះបាទម៉ាដបាវាក្រហមចុះចុះវាមាននៅតែ rank នៅក្នុងហ្នឹងទេវាអាចហ្នឹងបន្តចុះមកពីតំបន់ហ្នឹងបាទតោះអញ្ចឹងយើងចូលទៅមើល1ម៉ោងវិញបាទបាទអញ្ចឹង1ម៉ោងបាទការពីម្សិលមិញម្សិលមួយថ្ងៃខ្ញុំបានឲ្យ signal បាទ signal ឆ្លងថ្ងៃណាបាទខ្ញុំបានបោះឲ្យទិញនៅក្នុងតំបន់ទាំងអស់ហ្នឹងបាទស្រាប់តែម្សិលមិញហ្នឹងវាឡើងទៅដល់ TP 3យើងហ្នឹង hit over TP 3បាទហើយគាត់នៅតែឡើងរក្សាអត្រាការប្រាក់យប់ម៉ោង1ហ្នឹងចុះមកខ្លាំងបងប្អូនយើងក៏អត់ទាន់បានធ្វើអីដែរហើយអ្នកដែលមើលវីដេអូខ្ញុំកាលពីម្សិលមិញហ្នឹងឃើញគាត់ screenshot មកបាទខ្ញុំឲ្យទិញនៅតំបន់ទី1ហ្នឹងណាបាទ 38% ហ្នឹងណាបាទនេះបងប្អូនតំបន់ទី1យើងកាលពីម្សិលមិញហ្នឹងណាបាទអញ្ចឹងបងប្អូនមួយចំនួនដែលបានចូលទិញហើយទិញចំណេញបានច្រើនគូសំបាទច្រើនគូសំហើយស្រាប់តែព្រឹកមិញបងប្អូនបាទយើងថ្ងៃដែរបាទយើងថ្ងៃដែរខ្ញុំបានបោះ signal ជូនបងប្អូនយើងបាទបោះឲ្យ sell នេះខ្ញុំឲ្យ sell នៅកន្លែង neckline ប្រវាស low នេះបាទ neckline ប្រវាស low នេះបន្ទាប់ពីវា break បាទ break low ហ្នឹងបងប្អូនឃើញទេបាទវាជុំវាឡើងទៅខ្លាំងវាចុះមក break low នេះបាទបន្ទាប់ពីរក្សាអត្រាការប្រាក់ហ្នឹងវា break low មួយជើងបាទមកដល់កន្លែង 38%ដែលខ្ញុំឲ្យទិញហ្នឹងដែលជា structure ប្រវាស high ហ្នឹងបាទស្រាប់តែវា pull back ឡើងទៅវិញបងប្អូនឃើញណា pull back ឡើងទៅវិញបាទអញ្ចឹងមកដល់កន្លែង neckline ហ្នឹងតែម្ដង neckline ប្រវាស low ហ្នឹងបាទហើយបងប្អូនមើលតាម Fibonacci ក៏វាជាតំបន់ strong sell ទៀតបាទដែលខ្ញុំសម្រេចចិត្តឲ្យបងប្អូនយើងចូល sell នៅព្រឹកមិញហ្នឹងណាដោយសារតែយើងមាន reference ច្រើនជាង 4-5 reference បាទវាជា 61.8 golden ratio ទៀតនៅក្នុងហ្នឹងបាទ
ចឹងខ្ញុំចាំចុងក្រោយគឺសញ្ញា confirm candlestick ហ្នឹងឯងដែលខ្ញុំបោះឲ្យបងប្អូនយើង sell កាលពីបាទព្រឹកមិញហ្នឹងបាទចឹងត្រង់កន្លែងនេះបងប្អូនបាទវាមក reject ជ្រុំច្រើនបកគោលនៅក្នុងហ្នឹងបងប្អូនឃើញទេជាងប្រហែលបកគោល5 6បកគោលហ្នឹងស្រាប់តែបកគោលចុងក្រោយនេះវាចុះមកធ្លាយប្រវាស low ហ្នឹងបាទចុះមកធ្លាយប្រវាស low ហ្នឹងបាទខ្ញុំក៏សម្រេចចិត្តឲ្យបងប្អូនយើង sell ចុះបាទយើងចំណេញ TP 3បាទច្រើនលេខដែរជាង30លេខចុះបងប្អូនអ្នកដែលចូល2 lot ចំណេញ 6 7000អញ្ចឹង2 signal ហ្នឹងចំណេញបានចិត្ត 10000តាំងតែខ្ញុំឲ្យបាយបាទបាយមួយ signal នេះបងប្អូនហើយ sell មួយ signal ទៀតបាទអញ្ចឹងសរុបទៅយើងចំណេញច្រើនបាទពី signal ហ្នឹងតោះអញ្ចឹងយើងបន្តមកមើលរូបរាងនៅក្នុងបកគោល1ម៉ោងបន្តទៀតទៅបាទតើយើងគួរធ្វើបែបណាជាមួយនឹងបាទរូបរាងនៅក្នុងបកគោល1ម៉ោងបាទអញ្ចឹងសម្រាប់បកគោល1ម៉ោងអ្វីដែលខ្ញុំមើលឃើញខ្ញុំគិតថាអាចនឹងមកមួយជើងទៀតបងប្អូនបាទអាចមកដល់ហើយត្រឹមតែ structure ប្រវាស low ហ្នឹងហើយក៏ជា 50% zoom ហ្នឹងវាអាចនឹងមកដល់បាទសំទោស61.8 បាទ 61.8 ហ្នឹងបាទអញ្ចឹងកម្លាំងខ្ញុំគាត់ថាអាចមកដល់ហើយ structure ប្រវាស low បាទតំបន់ហ្នឹង 61.8 golden ratio ទៀតអញ្ចឹងបើសិនជានៅក្នុងតំបន់ហ្នឹងមានសញ្ញា reject បាទឬក៏មានបកគោលមរុកសុបកគោលសម្ពាធអ្នកទិញបងប្អូនដល់បកគោល Q ធំឬក៏ bullish engulfing អីបងប្អូនអាចទិញនៅក្នុងតំបន់ហ្នឹងទៅបានហើយទិញហ្នឹងគឺទិញដល់2គោលដៅនេះខ្ញុំបញ្ជាក់44ចិត្តជាង45ចិត្តជាងហ្នឹង2គោលដៅហ្នឹងណាបាទចាំបងប្អូនមើលតម្លៃទៅ41.75 41.50ជាងហ្នឹងបើសិនជាវាមានសញ្ញា reject ឬក៏បកគោល Q អាចទិញឡើងទៅបានត2គោលដៅលើហ្នឹងបាទត2គោលដៅលើហ្នឹងបាទបើចឹងបងប្អូនមើលកន្លែងហ្នឹងឬក៏78%បាទ78%ក្រុមហ្នឹងណាបាទនេះខ្ញុំដាក់ជាប់មកទៅបងប្អូនមើលបាទចឹងបើសិនជាបងប្អូនឥឡូវវាទៅមកបានបាទថាជើងទី2ទេបាទជើងទី1ជើងទី2ចឹងវាអាចនឹង3 wave មកដល់ហើយបាទ ABC អាចនឹងមកដល់ 61.8 ហ្នឹងបើមានសញ្ញា reject ឬក៏បកគោល Q វាអាចឡើងទៅវិញតពីគោលដៅហ្នឹងប៉ុន្តែបើអត់ទៅនឹងចុះមកក្រោមមួយជាន់ទៀតនៅក្រោមនេះ 78% ហ្នឹងបាទដែលជា structure បាទ neckline structure ហ្នឹងទៅវាអាចឡើងទៅតពីគោលដៅហ្នឹងអញ្ចឹងបងប្អូនត្រៀមទិញនៅក្រោមហ្នឹងបាទហើយបើសិនជាមកដល់2គោលដៅនេះមានសញ្ញាលក់យើងលក់ចុះបាទគោលដៅមួយណាមានសញ្ញាលក់យើងលក់ចុះក្នុងហ្នឹងណាបាទព្រោះឥឡូវវាទៅជើងទី1ទេបងប្អូនអញ្ចឹងវាត្រូវតែមករកជើងទី2បាទនេះជើងទី1ទេអាចថាបាទនៅក្នុងហ្នឹងជើងទី1អញ្ចឹងវាត្រូវតែអាចនឹងមករកជើងទី2នៅ 61.8 ហ្នឹងដោយសារតែវាមាន structure ប្រវាស low ផងអានេះ neckline បាទ structure បងនៅក្នុងហ្នឹងណាបាទអញ្ចឹងវាអាចនឹងមកដល់យ៉ាងហោចហ្នឹងក៏បាទ41.5 41.50ជាងទើបវាអាចងើបឡើងទៅពីតំបន់ហ្នឹងបាទវាអាចនឹងជា ABC អញ្ចឹងបាទឬក៏ ABC វាមកដល់ក្រោមនេះបាទទើបវាអាចឡើងទៅបាទអញ្ចឹងបងប្អូនចាំមើលទៅបាទចាំមើលបន្តទៀតទៅបាទដូចខ្ញុំបញ្ជាក់ក្នុង4ម៉ោង1ម៉ោងអញ្ចឹងយើងចាំមើលតាមសញ្ញា confirm បកគោលជាក់ស្ដែងបាទបាទអញ្ចឹងយើងត្រៀមបាយពីក្រោមហ្នឹងទៅបងប្អូនបាទហើយបើមានអី update ខ្ញុំនឹងធ្វើការ update ជូនបងប្អូននៅក្នុង group VIP បាទនៅក្នុង VIP ខ្ញុំអាចជា signal អាចជាបាទការ alert អីចឹងទៅបាទហើយសម្រាប់បងប្អូននៅក្រៅ VIP ចាំមើលខ្ញុំ live បន្តទៀតបងប្អូនខ្ញុំនឹងបញ្ជាក់បន្ថែមទៀតបើសិនជាវាមានរូបរាងឬក៏ pattern បែបណាខ្ញុំនឹងបាទเอาកន្លែងឲ្យចូលទៀតបាទពួកខ្ញុំ live រាល់ថ្ងៃទេបាទខ្ញុំ live រាល់ថ្ងៃបាទចឹងសម្រាប់ការវិភាគរបស់ខ្ញុំបងប្អូនមានតែប៉ុណ្្នឹងទេហើយអ្នកដែលចង់ចូល VIP គ្រប់ខ្ញុំចង់បានការ support ជា signal តម្លៃទាញចូលផ្សារប្រចាំថ្ងៃបាទអាចតាក់ទងមកបើកគណនីជាមួយនឹងខ្ញុំបាទណចំណុចនៅក្នុងក្រុមហ៊ុន BFA Capital ទៅខ្ញុំនឹងទាញបងប្អូនចូល VIP គ្រប់របស់ខ្ញុំបាទខ្ញុំមានការ support ជា signal បាទហើយប្រហែល2 3ថ្ងៃនេះយើងបាន5 6 signal ហើយបាទយើង hit TP 3រហូតបងប្អូនបាទ hit TP 3រហូតបាទចឹងបងប្អូនចាំមើលទៅបាទសម្រាប់មាសដូចខ្ញុំបញ្ជាក់ចឹងយើង flexible តាមនឹងទៅបើមិនជាបាទវាមានរូបរាងទៅណាទៀតបាទដូចខ្ញុំបញ្ជាក់ក្នុងការ live មិញចឹងបាទ
ចឹងចាំមើលទៅបងប្អូនមកដល់តំបន់មួយណាមានសញ្ញាយើងទិញនៅក្នុងតំបន់មួយហ្នឹងឬក៏លក់នៅក្នុងតំបន់មួយហ្នឹងបាទហើយបើសិនជាវាបុកឡើងខ្លាំងបាទឧទាហរណ៍ថាវាមកដល់ហ្នឹងមានសញ្ញាឡើងហើយវាបុកឡើងទៅខ្លាំងតំបន់ហ្នឹងក៏យើងអត់ទាន់ sell ដែរបងប្អូនណាបាទយើងចាំ sell ពីតំបន់នេះបើមានសញ្ញាយើង sell ហ្មងតាបាទខ្លីឬវែងតាមជាក់ស្ដែងចាំខ្ញុំ update ជូនបន្តទៀតចឹងបងប្អូនត្រៀមចាំមើលទៅបាទគេ VIP អីហ្នឹងបាទដាក់តម្លៃចឹងទៅឲ្យបងប្អូនយើងស្រួលមើលបាទបើចឹងបងប្អូនដែលចង់ទិញមាសគីឡូក្រៅអីក៏អាចនៅក្រុមការប្រឹក្សាខ្ញុំបានដូចគ្នាដែរបាទព្រោះខ្ញុំមានភ្ញៀវមាសគីឡូច្រើនដែរដែលកំពុងតែជួយប្រឹក្សាគាត់ឲ្យស្វែងរកប្រាក់ចំណេញបាទគាត់តែតាក់ទងមកខ្ញុំមកបងប្អូនហើយអ្នកដែលថ្មីចង់កក់មាសតាមប្រព័ន្ធធនាគារមួយខ្ញុំមួយបងប្អូននៅក្នុង VIP អីអាចតាក់ទងមកខ្ញុំបានដូចគ្នាដោយសារតែការកក់មាសតាមប្រព័ន្ធធនាគារយើងប្រើប្រាស់ដាំទុនតិចបាទត្រឹមតែ 1% ទេយើងអាចធ្វើការកក់បានបាទនៅតម្លៃមាសហ្នឹងណាអញ្ចឹងមាសហ្នឹងហើយដំណើរការ24ម៉ោងបងប្អូនកម្រិតតម្លៃទាបខ្លាំងបាទមួយតលឹងត្រឹមតែ60សេននេះវាខុសពីនៅក្រៅ$100បាទអញ្ចឹងខុសគ្នាច្រើនចូល200ដងបាទបើអញ្ចឹងការវិភាគរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណមែនទែនសម្រាប់ការតាមដានហើយយើងនឹងជួបគ្នានៅវីដេអូវិភាគបាទនៅវីដេអូវិភាគថ្ងៃសុក្រស្អែកនេះបន្តទៀតបាទសូមអរគុណ